ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតាក់ទងទៅនឹង command line មួយចំនួនដែលតាក់ទងទៅនឹង iNote ដែលមានដូចជា soft link hard link ហើយការ prepare នៅ test file ឬក៏ folder មួយចំនួនអញ្ចឹងដើម្បីអាចធ្វើរឿងនឹងបានគឺយើងធ្វើការចូលទៅកាន់ Putty ហើយយើង load នៅremote របស់យើងធម្មតាមកហើយខ្ញុំ change appearance ដាក់18 font ដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលក្នុងការមើលឲ្យវាកាន់តែធំអូខេអញ្ចឹងយើងធ្វើការ login ជាមុនសិនមក username password អូខេអញ្ចឹងរឿងទី1ដែលយើងចាំបាច់ត្រូវធ្វើថាតើយើងមានអីខ្លះនៅក្នុងហ្នឹងឬក៏យើងធ្វើការបង្កើតអីថែមទៀតអញ្ចឹងទៅអញ្ចឹងខ្ញុំសូមធ្វើការ list ចេញមកសិនអញ្ចឹងls នេះគឺ list ធម្មតាបែបនេះអញ្ចឹងបើយើង ls ដល់ l អាហ្នឹងក៏ list មកដែរមាន list មួយទៀត ls ដល់ a ដល់ l អាហ្នឹងមានន័យថាគឺយើង list ចេញមក detail ជាងមុនអូខេអញ្ចឹងបន្ទាប់ពីយើងបាន list ចេញមកមើលហើយដោយយើងឃើញថាយើងមាន file ជាច្រើនអញ្ចឹងអូខេអញ្ចឹងយើងចូលទៅបង្កើត file ឬក៏ folder ថ្មីតែម្ដងទៅដើម្បីយើងងាយស្រួលក្នុងការធ្វើរឿងរ៉ាវថ្មីរបស់យើងអញ្ចឹងដើម្បីបង្កើតនៅ directory បានគឺយើងសរសេរ comment ថា mkdir អញ្ចឹងដោយសារតែឥឡូវហ្នឹងគឺយើងនឹងធ្វើតាក់ទងទៅនឹងការបង្កើតនិងការបង្កើតនៅ iNote file ហើយនឹង link ចូលគ្នាជាមួយនឹងfile ឬក៏ជាមួយនឹង directory អញ្ចឹងខ្ញុំសូមធ្វើការដាក់ឈ្មោះfolder links អូខេអញ្ចឹង directory របស់យើងឈ្មោះថា folder links enter មកហើយយើង cd ទៅ folder យើងវិញទៅអូខេអញ្ចឹងគឺវាបានឈរនៅលើ directory ឈ្មោះថា folder link អញ្ចឹងយើងបន្តទៅបង្កើត empty file មួយទៅខ្ញុំដាក់ថា file link អូខេដាក់លេខ1ផងអញ្ចឹងយើង enter មកអូខេអញ្ចឹងយើងបានបង្កើត file empty មួយដើម្បីទុក link ហើយយើងទៅបង្កើត directory មួយទៀតអូខេអញ្ចឹងfile មួយ link នេះគឺជា file ហើយ DRA ហ្នឹងdir មួយហ្នឹងគឺជា directory អញ្ចឹងបើមានន័យថាទាំង file ទាំង link ទាំង directory ទាំងពីរនេះគឺវាស្ថិតនៅក្នុង folder link នេះអញ្ចឹងយើងការ ls វាចេញមកអញ្ចឹងយើងមាន folder មួយឈ្មោះថា dir មួយហើយនឹង file មួយឈ្មោះថា file link អូខេអញ្ចឹងរឿងបន្តមកទៀតអ្វីដែលខ្ញុំចង់បញ្យល់អ្នកនរគ្នាបន្តទៀតតកតងជាមួយនឹង hard link ហ្នឹងគឺយើងប្រើប្រាស់បានតែជាមួយនឹង file ទេសម្រាប់ directory គឺអត់អាច work ទេហើយវាមាន file system តែមួយដូចគ្នាហើយក៏វា share នៅ iNote ឬក៏ data ហ្នឹងក៏តែមួយដូចគ្នាផងដែរអញ្ចឹងដើម្បីយើងបង្កើតនៅ hard link បានជា file ហ្នឹងអញ្ចឹងយើងមាន command line មួយយើងសរសេរថា ln
ln ហ្នឹងគឺមកពីពាក្យថា link ហ្នឹងឯងហើយយើងដាក់ file មួយ .tt យើងដាក់ file មួយទៀតហើយខ្ញុំដាក់កតុយវា hard ដើម្បីយើងបញ្ជាក់ថាវាគឺជា hard link យើងដាក់ចឹងមក enter អូដោយសារតែកន្លែងនេះដោយសារតែfile មួយយើងហ្នឹងគឺវាគឺជាអត់ទាន់មានតម្លៃចឹងយើងដាក់ថា ln ឥឡូវយើងទៅឆែកមើលសិនទៅថាវាមានអីគេខ្លះអូខេចឹង folder link យើងនៅត្រង់នេះហើយសម្រាប់ file មួយដែលវាដាក់ថា no search file or directory ហ្នឹងគឺដោយសារតែនៅក្នុង folder link នេះគឺវាអត់ទាន់មាន file មួយដែលមានឈ្មោះថា file មួយហ្នឹងទេអញ្ចឹងយើងចូលទៅ folder មិញសិនមកហើយយើងធ្វើការដោយសារតែនេះគឺយើងមាន file មួយហើយមានកតុយ link ហ្នឹងគឺយើងអាចសាកយកមក link ជាមួយនឹង file hard one អញ្ចឹងយើងដាក់ដដែលមក ln file មួយ link អូកន្លែងនេះគឺខ្ញុំវាថាបើសិនជាវាអត់មាន .txt បែបនេះទេគឺវាមានន័យថាជា folder មួយសម្រាប់ដាក់ទុក link ដាក់ទុក file អញ្ចឹងយើងទៅបង្កើត text file empty file មួយទៀតមកអញ្ចឹងខ្ញុំសូមធ្វើការដាក់file មួយ .tt អូខេអញ្ចឹង enter មកអូខេអញ្ចឹងកន្លែងនេះដោយសារតែខ្ញុំបានបង្កើតខុសអញ្ចឹងខ្ញុំអត់បានដាក់ .tt ពីក្រោយអញ្ចឹងយើងតទៀតយើងធ្វើជាមួយនឹងនេះរបស់យើងតែម្ដងទៅយើងដាក់ ln file មួយ .tt ហើយយើងមាន file មួយទៀតដែលជា hard link .tt enter មកអញ្ចឹងយើងធ្វើការ ls អូខេអញ្ចឹងយើងបាន copy ពី file មួយនេះចូលទៅកាន់ file មួយនេះដោយសារតែបើយើងចង់ដឹងថានៅក្នុង file ហ្នឹងវាមានអីគេខ្លះអញ្ចឹងយើងដាក់ ls.li អូខេអញ្ចឹងយើងមើលទៅថា file មួយដែលមានឈ្មោះថា file មួយ hard ដែលយើងបាន copy ចេញមកពី file មួយនេះគឺវាមានលេខ inode ដូចគ្នាអញ្ចឹងដូចបានដែលខ្ញុំបានបញ្យល់អ្នកទាំងអស់គ្នាខាងដើមអញ្ចឹងថាវាធ្វើការជាលក្ខណៈ file system វាគឺតែមួយហើយការ share inode ហើយនឹង data ហ្នឹងក៏វាដូចគ្នាផងដែរគ្រាន់តែថាវាខុសតែ content ហើយនឹងឈ្មោះតែប៉ុណ្ណោះអញ្ចឹងកន្លែងហ្នឹងគឺយើងបានបង្កើតហើយតាក់ទងជាមួយនឹង hard link ឥឡូវយើងចូលមកកាន់ soft link យើងវិញម្ដងអញ្ចឹង
ចឹងខ្ញុំសូមបញ្យល់អ្នកទាំងអស់គ្នាជាមុនសិនតាក់ទងជាមួយនឹង soft link ហ្នឹងគឺវាអាចធ្វើការជាមួយនឹង file ក៏បានជាមួយនឹង directory ជាមួយគ្នាហ្នឹងក៏បានចឹងមានថាវាអាចធ្វើការពីរជាមួយគ្នាបានចឹងមានទាំង file ហើយនិង directory ហើយសម្រាប់ inode វិញគឺវាមានលេខខុសគ្នាហើយក៏វាអាចឆ្លង file system បានផងដែរហើយបើសិនជាវាមានករណីtarget ណាដែល delete គឺវា break តែម្ដងអញ្ចឹងដើម្បីយើងអាច link file ជាមួយ file ចូលគ្នាបានអញ្ចឹងយើងសរសេរ comment ថា ln.s ដែល ln ហ្នឹង link មិញហ្នឹងហើយសម្រាប់អក្សរ .s នេះគឺ soft នឹងឯង soft link បញ្ជាក់ថា soft link អញ្ចឹងយើងចាំបាច់ត្រូវតែឈរនៅលើ folder ដែលយើងបានបង្កើតពពួក hard link soft link ហ្នឹងដើម្បីយើងធ្វើការជាមួយគ្នាអញ្ចឹងខ្ញុំសូមlink file មួយ .txt ជាមួយនឹង file មួយដាក់ខាងក្រោយនេះ soft.txt អូខេអញ្ចឹងយើងអាច link វាបានហើយអញ្ចឹងយើងចូលទៅចូលមើលវាបន្តិចទៅអូខេកន្លែងនេះដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងពពួក soft link គឺវាមានដែលយើងបាន copy ចេញពី original file ហ្នឹងគឺវាសម្គាល់លើ2ចំណុចទី1គឺវាមានលេខ inode ហ្នឹងគឺវាខុសពី original file inode ខុសគ្នាឡើងមួយលេខហើយនឹងចំណាំលើអក្សរ L នេះហើយនឹងមួយទៀតគឺចំណាំលើសញ្ញាព្រួញនេះមានន័យថា file មួយនេះគឺបាន copy ចេញពី file មួយនេះអូខេអញ្ចឹងបន្តមកទៀតយើងធ្វើការ link soft link ជាមួយនឹង directory ម្ដងអញ្ចឹងមានន័យថាយើង link directory ទៅ directory អញ្ចឹងយើងធ្វើដូចគ្នាអញ្ចឹងគឺយើងដាក់ ln.s ហើយយើងទៅយក directory ដែលយើងបានបង្កើតហ្នឹងហើយយើង link ទៅកាន់ directory ថ្មីមួយទៀតហើយខ្ញុំដាក់កន្ទុយ soft ដូចគ្នា enter មកហើយយក ls.l អូខេអញ្ចឹងយើងទៅឆែកមើលម្ដងទៀតនេះកន្លែងនេះដោយដែលខ្ញុំបានបញ្យល់អ្នកទាំងអស់គ្នាអញ្ចឹងគឺយើងកត់ចំណាំវានៅលើអក្សរ L ដែលវាតំណាងឲ្យ soft link ហើយមួយទៀតគឺសញ្ញាព្រួយដែលវាបាន copy soft នេះគឺវាបាន copy ចេញមកពី original file original directory dia 1ហ្នឹងហើយរឿងដែលមិនគួរធ្វើនៅលើ hard link មួយទៀតគឺហាមដាច់ខាតកុំសរសេរបែបនេះ ln dia 1ដោយអ្នកទាំងអស់គ្នាបានស្ដាប់ខ្ញុំបានបញ្យល់អ្នកទាំងអស់គ្នាហើយតាក់ទងទៅនឹង hard link គឺយើងអាចធ្វើវាជាមួយនឹង directory បានទេអញ្ចឹងបើសិនជាយើងបង្កើត directory ដែល link directory ហ្នឹងនៅលើ hard link គឺវានឹង alert error ឲ្យយើងវាដាក់ថា hard link not allow for directory អញ្ចឹង hard link ហ្នឹងគឺ allow បានត្រឹមតែ file តែប៉ុណ្ណោះអញ្ចឹងដើម្បីយើង show inode អញ្ចឹងយើងបន្តទៀតទៅshow inode ដែលវាបាន
link info ជាមួយគ្នាហ្នឹងយើងសរសេរ comment ls.li អូខេអញ្ចឹងវាបាន show detail មកឲ្យយើងមើលហើយយើងបានធ្វើអីគេខ្លះមិញដោយសារតែពេលយើងដាក់ ls.l អញ្ចេះគឺវាអត់មាន show inode ឲ្យយើងទេប៉ុន្តែបើសិនជាយើងដាក់ ls.li ចាំន័យថាវា show detail ទាំង node មកដែរអញ្ចឹងនេះគឺជា directory ដែលយើងបានបង្កើតតាមរយៈ soft link ហ្នឹងហើយយើងបាន link វាចូលគ្នាដោយយើងបាន copy directory នេះចេញពី directory មួយនេះហើយនេះគឺជា file ដែលយើងបានបង្កើតចេញពី hard link អូខេបន្តមកទៀតរបៀបដែលយើងអាច find soft link ទាំងអស់ហ្នឹងគឺយើងសរសេរ comment មួយដាក់ថា find dot type l អូខេអញ្ចឹង soft link ដែលយើងបានបង្កើតដែលយើងបាន link អីហើយចេញពីពពុះ original file ឬក៏ directory ហ្នឹងគឺមាន2នេះគឺជាពពុះ soft link file ហើយនិង directory ដែលយើងបានធ្វើខាងលើនេះហើយរបៀបមួយទៀតដែលយើងអាច find នៅ hard link ទាំងអស់អញ្ចឹងយើងដាក់ find ចុចមួយទៀត dot type f dot link បូក1ចាហ្នឹងមានន័យថាវានឹង list នៅ hard link ដែលយើងបានធ្វើនៅខាងលើមកហ្នឹង